មុទ្រចេញចូលអ៊ីរ៉ង់និងកំពង់ផែរបស់អ៊ីរ៉ង់ទាំងអស់ត្រូវអាមេរិកបិទគប់អស់ហើយលោកដូណាល់ត្រាំគម្រាមថាបើទីក្រុងទីរ៉ង់មិនត្រឡប់ចូលចរចាទេសប្តាហ៍ក្រោយស្ពាននិងរោងចក្រអគ្គិសនីរបស់អ៊ីរ៉ង់នឹងក្លាយជាគោលដៅគ្រាប់បែកការគម្រាមនេះកំពុងរុញសង្គ្រាមឲ្យឈានពីការវាយមូលដ្ឋានយោធាទៅរកការកំទេចហេដ្ឋារចនាសម្ព័ន្ធសំខាន់ដែលជីវិតប្រជាជនអ៊ីរ៉ង់រាប់លានអ្នកកំពុងតែពឹងផ្អែកយោងតាម Reuters និង CNN ចេញផ្សាយនៅយប់ថ្ងៃទី14ខែកក្កដាឆ្នាំ2026អាមេរិកបានចាប់ផ្ដើមអនុវត្តការបិទគប់ផ្លូវសមុទ្រទៅកាន់និងចេញពីកំពង់ផែអ៊ីរ៉ង់ឡើងវិញចាប់ពីម៉ោង 8 យប់មិញអាមេរិកធ្លាប់ធ្វើបែបនេះម្ដងហើយពីខែមេសាដល់ខែមិថុនាក្នុងអំឡុងសង្គ្រាមជុំទី1ក្នុងបទសម្ភាសន៍ជាមួយ Fox News នៅថ្ងៃទី14ខែកក្កដាលោកត្រាំនិយាយថាខ្ញុំនឹងទុកគោលដៅធម្មពលវាយចុងក្រោយគេហើយយើងនឹងវាយដោយជៀសមិនផុតលោកបញ្ជាក់ថាសប្តាហ៍ក្រោយនឹងដល់វេនរោងចក្រអគ្គិសនីហើយក៏នឹងដល់វេនស្ពានផងដែរលុះត្រាតែអ៊ីរ៉ង់មកអង្គុយចរចាមេដឹកនាំអាមេរិករូបនេះបង្ហើបថាអ្នកចរចារបស់ទីក្រុង Washington បានតាក់ទងទៅភាគីអ៊ីរ៉ង់រួចរាល់ហើយដោយផ្ញើសារថាអ្នកត្រូវតែព្រមព្រៀងទោះជាយ៉ាងណាអនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Qasem Gharibabadi បានឆ្លើយតបថាអាមេរិកកំពុងតែយល់ច្រឡំធំហើយប្រសិនបើគិតថាសម្ពាធយោធាការបិទគប់សេដ្ឋកិច្ចនិងការវាយប្រហារអាចបង្ខំឲ្យអ៊ីរ៉ង់វិលត្រឡប់ទៅចរចាវិញនោះក្នុងពេលកំពុងគម្រាមអាមេរិកក៏បន្តទម្លាក់គ្រាប់បែកបំផ្លាញសមត្ថភាពដែលអ៊ីរ៉ង់ប្រើដើម្បីវាយប្រហារនាវាពាណិជ្ជកម្មនៅច្រក Hormuz ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់រាយការណ៍ពីការផ្ទុះនៅជុំវិញទីក្រុងកំពង់ផែបណ្ដាអាបាសកោះហ្គេសឹមនិងតំបន់ស៊ីរិកនៅភាគខាងត្បូងប្រទេសមិនត្រឹមតែប៉ុណ្ណោះការប្រយុទ្ធក៏បានរាលដាលទៅកាន់ប្រទេសជិតខាងកងទ័ពអ៊ីរ៉ង់អះអាងថាខ្លួនបានបាញ់ដ្រូនទៅលើមូលដ្ឋានទ័ពអាមេរិកនៅប្រទេសសូដានីខណៈដែលកងឆ្មាំបដិវត្តអ៊ីស្លាមប្រកាសថាខ្លួនបានវាយប្រហារទីតាំងយោធានិងឃ្លាំងអាវុធនៅបារ៉ែននិងគុយវេតថែមទៀតនៅគុយវេតកងទ័ពបានបញ្ជាក់ថាប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនកំពុងស្ទាក់ដ្រូនដែលហោះចូលពីទិសអ៊ីរ៉ង់ចំណែកនៅបារ៉ែនស៊ីរ៉ែនប្រកាសអាសន្នបានបន្លឺឡើងជាបន្តបន្ទាប់ខណៈដែលទីភ្នាក់ងារសុវត្ថិភាពអាកាសចររបស់សហភាពអឺរ៉ុបបានណែនាំឲ្យក្រុមហ៊ុនអាកាសចរជៀសវាងដែនអាកាសលើបារ៉ែនកាតាគុយវេតអេមីរ៉ាតអារ៉ាប់រួមនិងផ្នែកខ្លះនៃឈូងសមុទ្រអូម៉ង់អ៊ីរ៉ង់ក៏បានប្រកាសបិទច្រកសមុទ្រហូមូសជាថ្មីទៀតដែរបើទោះបីជាអាមេរិកអះអាងថាផ្លូវសមុទ្រនេះនៅតែបើកក៏ដោយសិនខំឲ្យដឹងថាក្នុងរយៈពេលមួយសប្តាហ៍ចុងក្រោយអ៊ីរ៉ង់បានវាយប្រហារនាវាពាណិជ្ជកម្មចំនួន7គ្រឿងបណ្ដាលឲ្យមនុស្សស្លាប់បាត់ខ្លួននិងរបួសជាច្រើននាក់ភាពតានតឹងថ្មីនេះបានធ្វើឲ្យតម្លៃប្រេង Brent កើនឡើង 15% ក្នុងរយៈពេលត្រឹមមួយសប្តាហ៍ដល់$85ក្នុង1បារ៉ែលដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីពាក់កណ្ដាលខែមិថុនាខ្ញុំរស់សុធាពី News Today NTTVដើម្បីឲ្យបងប្អូនទួរកហើយដើម្បីតបស្នងដល់ការគ្រប់គ្រងនិងការតឹងរឹងចាំក្នុងឱកាសខួប15ឆ្នាំនៃក្រុមហ៊ុនអង្គរ Green ផ្ដល់ជូនຂະຫນາດយក្សមិនធ្លាប់មានបញ្ចុះតម្លៃពិសេសលើត្រាក់ទ័រ New Holland រហូតដល់$8,500ចំនួនមានកំណត់ផ្ដល់ជូនចាប់ពីថ្ងៃនេះដល់31សីហា2026តែប៉ុណ្ណោះ